សួស្តីមកកាន់ podcast 100,000 សិទ្ធិភៅក្នុងវីដេអូនេះខ្ញុំសូមលើកយកសិទ្ធិភៅដែលមានចំណងជើងថាគូក្បាលសិទ្ធិគូក្បាលគឺប្រកបទៅដោយគំនិតចំណេះដឹង idea ផែនការគោលការណ៍ប្រព័ន្ធនិងវិធីសាស្ត្រដែលអ្វីៗទាំងអស់នេះត្រូវបានតំណាងឲ្យគូក្បាលព្រោះវាជាបញ្ហារបស់ហេតុផលនិងយុទ្ធសាស្ត្រដើម្បីជួយរចនានិងស្វែងរកផ្លូវឆ្ពោះទៅរកក្តីសុបិនពាក្យថាសិទ្ធិគឺសំដៅទៅលើមនុស្សដែលមានទ្រព្យសម្បត្តិច្រើនស្ដុកស្ដម្ភនិងប្រកបទៅដោយគុណធម៌ខ្ពង់ខ្ពស់ដ៏គួរឲ្យគោរពដូច្នេះហើយមនុស្សយើងម្នាក់តែងតែមានក្តីសុបិនមានបំណងប្រាថ្នាចង់បាននៅទ្រព្យសម្បត្តិច្រើនស្ដុកស្ដម្ភដូចសិទ្ធិដែរនៅពេលនេះយើងមករៀនសូត្រអំពីសិទ្ធិដែលជាអត្ថន័យខ្លឹមសារនៅក្នុងសិទ្ធិថាតើសិទ្ធិទាំងអស់នោះតើពួកគាត់មានគូក្បាលយ៉ាងដូចម្តេចទ្រព្យសម្បត្តិបានកើតឡើងដោយសារគូក្បាលនិងដៃទាំងពីរគូក្បាលសិទ្ធិដែលគេនិយាយអំពីសមាសធាតុ3ចំណុចសំខាន់ដែលឆ្ពោះទៅរកភាពដើម្បីបង្កើតភាពជោគជ័យលើគ្រប់វិស័យតាមរយៈការស្រាវជ្រាវយ៉ាងហ្មត់ចត់គេបានកត់សម្គាល់ថាមនុស្សដែលចង់ទទួលភាពជោគជ័យ99ក្នុងចំណោមមនុស្ស100នាក់តែងតែដួលតាំងពីពេលចាប់ផ្ដើមដំបូងព្រោះនៅមិនទាន់ដឹងថាធាតុផ្សំនៃភាពជោគជ័យមិនថានៅក្នុងជីវិតការងារភាពជាអ្នកដឹកនាំទំនាក់ទំនងឬក៏ហិរញ្ញវត្ថុនោះទេមិនមែនត្រឹមតែមួយផ្នែកទេប៉ុន្តែត្រូវតែមាន3ផ្នែកនេះជានិច្ចនោះគឺមានដូចជាក្តីសុបិនគំនិតច្នៃប្រឌិតនិងឧស្សាហ៍ព្យាយាមប្រសិនបើទាំង3ចំណុចនេះមករួមបញ្ចូលគ្នាយ៉ាងរលូនភាពជោគជ័យខ្ពស់បំផុតនៅក្នុងបញ្ហាដែលបានគ្រោងទុកវាពិតជានឹងកើតឡើងឥឡូវនេះយើងមកចូលទៅដល់អត្ថន័យរបស់ចំណងជើងនៃសិភៅសិនពាក្យថាសិទ្ធិគឺមានន័យសំដៅទៅលើនោះដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភនិងមានចំណេះដឹងខ្ពង់ខ្ពស់បូកផ្សំជាមួយនឹងការស្វែងយល់និងគុណធម៌សិលធម៌នៅក្នុងខ្លួនប្រកបដោយគុណធម៌ដូច្នេះហើយអ្វីដែលគេផ្ដោតសំខាន់ចំណុចដំបូងមុនគេនោះគឺជាការផ្ដោតទៅលើក្តីសុបិនដោយសិទ្ធិក្តីសុបិនវាកើតឡើងពីបេះដូងដោយបេះដូងរបស់យើងប្រកបទៅដោយក្តីសុបិនក្តីប្រាថ្នាតម្រូវការគោលដៅការស្រមើស្រមៃភាពជឿជាក់ភាពក្លាហាននិងស្នេហាកុំរស់នៅដោយគ្មានក្តីសុបិនប៉ុន្តែក៏កុំរស់នៅក្នុងក្តីសុបិនដែរនៅក្នុងអត្ថន័យនេះគេចង់សម្ដៅឲ្យយើងម្នាក់រស់នៅត្រូវតែមានគោលដៅត្រូវតែមានក្តីស្រឡាញ់ត្រូវតែមានអ្វីដែលយើងចង់បាននៅក្នុងជីវិតដូចជាដាក់ផែនការដាក់គោលដៅឲ្យខ្លួនឯងដើម្បីកុំឲ្យយើងចំណាយពេលទៅលើមិនត្រឹមត្រូវជាមួយនឹងគោលដៅរបស់យើងដូច្នេះហើយយើងក៏កុំរស់នៅក្នុងក្តីសុបិនដូចគ្នានៅក្នុងឃ្លានេះគេចង់មានន័យថាមនុស្សយើងម្នាក់ត្រូវតែមានក្តីសុបិនក៏ប៉ុន្តែក៏កុំរស់នៅក្នុងក្តីសុបិនអ្វីដែលក្តីសុបិនរបស់យើងគឺជាការស្រមើស្រមៃដែលគ្មានមិនមានរូបភាពការពិតនោះទេឥឡូវនេះយើងមកដឹងអំពីអ្វីដែលត្រូវដឹងឲ្យច្បាស់អ្វីដែលការពិតប្រកបយើងត្រូវដឹងថាអ្វីដែលអ្នកត្រូវការពិតប្រកបតើអ្នកទាំងអស់គ្នាដឹងទេថា RAS ប្រព័ន្ធ RAS របស់ខួរក្បាលវាដំណើរការយ៉ាងដូចម្តេចហេតុអ្វីបានយើងត្រូវស្វែងយល់ពីប្រព័ន្ធ RAS នេះនៅក្នុងចំណុចនេះវាទាក់ទងទៅនឹងប្រព័ន្ធ RAS ដែលមកពីពាក្យថា Reticular Activating System ដែលប្រព័ន្ធនេះគឺវាផ្ដោតទៅលើការដែលធ្វើឲ្យយើងឆ្ពោះទៅរកភាពជោគជ័យបានយ៉ាងឆាប់រហ័សប្រព័ន្ធ RAS វាស្ថិតនៅក្នុងខួរក្បាលរបស់យើងគ្រប់គ្នាដែលវាដំណើរការដូចតទៅនេះឧទាហរណ៍ថានៅពេលដែលយើងផ្ដោតលើរឿងអ្វីដែលច្បាស់បញ្ហាកាន់តែច្បាស់ខួរក្បាលនឹងគិតថាបញ្ហានោះវាជារឿងសំខាន់បំផុតហើយបញ្ហាដែលកាន់តែសំខាន់បំផុតនោះខួរក្បាលកាន់តែរកវិធីដើម្បីឆ្លើយតបនិងដោះស្រាយវាបានលឿននិងចំគោលដៅបំផុតសំណួរឧទាហរណ៍មួយទៀតថាតើអ្វីដែលសំខាន់សម្រាប់អ្នកតើថ្ងៃនេះអ្នកបានបដិញ្ញាប្រាប់ខួរក្បាលរបស់អ្នកហើយឬនៅដោយតែបានឃើញហើយថារាល់ថ្ងៃតែងតែមានរឿងរ៉ាវជាច្រើនដែលយើងមើលរំលងជាច្រើនជាងអ្វីដែលយើងមើលឃើញជានិច្ចតែនោះមិនមែនជាបញ្ហាទេព្រោះប្រសិនបើខួរក្បាលរបស់យើងត្រូវផ្ដោតអារម្មណ៍ត្រូវផ្ដល់ចំណាប់អារម្មណ៍លើអ្វីគ្រប់យ៉ាងដែលឆ្លងកាត់ភ្នែករបស់យើងឲ្យបានល្អិតល្អន់យើងត្រូវតែចំណាយពេលមិនទៅជាង15ម៉ោងតម្រាំធ្វើដំណើរពីផ្ទះទៅការិយាល័យបានតាមពិតប្រព័ន្ធដែលត្រូវបានមើលរំលងគឺជាអ្វីមួយដែលជួយមនុស្សឲ្យរស់នៅតាមរបៀបដែលមានប្រសិទ្ធភាពបំផុតនេះក៏បង្ហាញពីឧទាហរណ៍មួយសំដៅបញ្យលអំពីប្រព័ន្ធ RAS ដោយរបៀបណាចំណុចទី1សុបិនដូចសិទ្ធិជាការពិតណាស់មនុស្សដែលមានទ្រព្យសម្បត្តិច្រើនស្ដុកស្ដម្ភពួកគាត់តែងតែមានក្តីសុបិនជាប់នៅក្នុងខ្លួននិងទម្លាប់ឲ្យខ្លួនឯងមានក្តីសុបិនដោយភាពជឿជាក់ដោយមានជំនឿជឿជាក់ទៅលើក្តីសុបិនរបស់ខ្លួនឯងនិងតែងតែរកវិធីសាស្ត្រដើម្បីបង្កើតក្តីសុបិនរ
របស់ពួកគាត់ឲ្យคล้ายទៅជារូបភាពពិតប្រាកដនិងភាពជាក់ស្ដែងដូច្នេះហើយទើបសិទ្ធិទាំងអស់តែងតែមានគំនិតនិងការអភិវឌ្ឍជារៀងរហូតដែលពួកគាត់មិនឈប់ឈរលុះឡើយអ្វីដែលសំខាន់ជាងនេះសិទ្ធិតែងតែមានក្តីសុបិនច្បាស់លាស់ពិតប្រាកដដែលពួកគាត់ជឿជាក់ថាក្តីសុបិនរបស់ពួកគាត់នឹងកើតឡើងដោយអ្វីៗដែលពួកគាត់បានធ្វើនិងជឿជាក់ទៅលើអ្វីដែលគាត់ចង់បានម្យ៉ាងវិញទៀតសិទ្ធិមានក្តីសុបិនអស្ចារ្យជាងមនុស្សធម្មតាដែលពួកគាត់មានក្តីសុបិនផ្សេងដែលមនុស្សធម្មតាមិនអាចនឹងមានក្តីសុបិនដូចគាត់បានឡើយដូច្នេះហើយទើបលទ្ធផលដែលគាត់ទទួលបានស័ក្តិសមប្រកបទៅដោយអ្វីដែលគាត់ចង់ធ្វើជាពិសេសថែមទៀតពួកគាត់បានដឹងយ៉ាងច្បាស់លាស់តើជាអ្វីទៅដែលជាតម្រូវការយ៉ាងពិតប្រាកដរបស់ពួកគាត់ដូច្នេះពួកគាត់នៅបង្កើតវានិងមិនចំណាយពេលទៅលើរឿងអ្វីដែលខុសពីអ្វីដែលតម្រូវការរបស់ពួកគាត់ឡើយម្យ៉ាងវិញទៀតមនុស្សដែលមានទ្រព្យសម្បត្តិស្ដុកស្ដំដែលគឺជាសេដ្ឋីពួកគាត់តែងតែមានច្បាប់និងមានរូបមន្តពិសេសសម្រាប់ពួកគាត់យកមកអនុវត្តដែលជាវិន័យដែលធ្វើឲ្យខ្លួនគាត់ជោគជ័យទៅតាមអ្វីដែលគាត់ចង់បាននោះគឺអនុវត្តទៅលើច្បាប់និងរូបមន្តនិងក្បួនរបស់គាត់ច្បាប់ស្រូបទាញភាគច្រើនសិទ្ធិដែលគាត់អនុវត្តឲ្យខ្លួនឯងផ្ដោតទៅលើច្បាប់ស្រូបទាញគិតដោយដូចសិទ្ធិជាការពិតណាស់មនុស្សយើងម្នាក់តែងតែមានការគិតការស្វែងយល់ផ្សេងគ្នាដើម្បីរៀបចំយុទ្ធសាស្ត្រនិងផែនការគោលដៅជីវិតឲ្យឆ្ពោះទៅរកភាពជោគជ័យរបស់ខ្លួនឯងនោះគឺការចេញពីក្តីសុបិននេះឯងការគិតវាកើតឡើងពីខួរក្បាលរបស់សិទ្ធិតែងតែគិតនៅភាពអច្ឆរិយៈនិងរឿងដែលថ្មីសម្រាប់អភិវឌ្ឍទៅលើខ្លួនឯងនិងអភិវឌ្ឍសង្គមជាតិនិងផ្ដល់ផលប្រយោជន៍ដល់សង្គមជាតិម្យ៉ាងវិញទៀតពួកគាត់នៅតែគិតជឿជាក់ថាគាត់នៅតែប្រឹងប្រែងនិងស្វែងយល់រៀនសូត្របន្តរហូតមិនបោះបង់ការរៀនសូត្រនិងការស្រាវជ្រាវស្វែងយល់អ្វីដែលគាត់ចង់ដឹងចង់ឃើញនោះទេធ្វើឲ្យដូចសិទ្ធិតើសិទ្ធិធ្វើដូចម្តេចខ្លះដើម្បីឲ្យខ្លួនគាត់សេរីភាពហិរញ្ញវត្ថុនិងសេចក្តីសុខការធ្វើយើងសំដៅទៅលើដៃទាំងពីររបស់យើងវាប្រកបទៅដោយទង្វើការអត់ធ្មត់ការតស៊ូព្យាយាមការបដិញ្ញាចិត្តនិងការប្រឹងប្រែងទាំងនេះត្រូវបានតំណាងដោយដៃទាំងពីរព្រោះចាត់ទុកថាជាបញ្ហានៃការចាប់ផ្ដើមធ្វើអ្វីមួយដើម្បីបង្កើតរូបភាពនៃក្តីសុបិនហើយប្រែក្លាយការច្នៃប្រឌិតឲ្យទៅជាការពិតមិនថាក្តីសុបិនរបស់អ្នកធំប៉ុណ្ណានោះទេបើមិនធ្វើអ្វីសោះវាគ្រាន់តែជារឿងរវើរវាយហើយមិនថាមានគំនិតដ៏អស្ចារ្យយ៉ាងណានោះទេប្រសិនបើអ្នកមិនចាប់ផ្ដើមធ្វើគំនិតនឹងក្លាយទៅជាតកកដែលបានទៅរលាយបានយ៉ាងឆាប់រហ័សនោះឯងសរុបសេចក្តីមកមនុស្សយើងម្នាក់ត្រូវតែមានក្តីសុបិនឲ្យមានភាពដើម្បីឲ្យយើងដឹងថាតើអ្វីទៅដែលជាតម្រូវការពិតប្រាកដរបស់យើងនៅពេលនោះហើយទើបយើងមិនចំណាយពេលទៅលើរឿងអ្វីដែលមិនត្រូវជាមួយនឹងគោលដៅដែលយើងគិតថាវានឹងចំណាយពេលអត់ប្រយោជន៍នោះគឺជាភាពនៃជំនឿជឿជាក់ទៅលើក្តីសុបិនរបស់ខ្លួនឯងលើកពីនេះទៅទៀតគិតឲ្យដូចសិទ្ធិខួរក្បាលរបស់យើងត្រូវតែប្រកបទៅដោយគំនិតចំណេះដឹងនិងយុទ្ធសាស្ត្រផ្សេងដើម្បីគិតឲ្យស៊ីជម្រៅនិងត្រៀមដោះស្រាយរាល់បញ្ហាដែលបានប្រែក្លាយទៅជាឧបសគ្គដែលរារាំងមិនឲ្យយើងសម្រេចគោលដៅនោះឯងនិងមិនឲ្យយើងសម្រេចភាពជោគជ័យរបស់ខ្លួនឯង